តើថ្ងៃនេះបងប្អូនទៅជាមួយអ្នកណាព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតនៅចំពោះព្រះអង្គមានអំណរពោពេញទៅនៅព្រះហស្ថស្ដាំរបស់ព្រះអង្គមានសេចក្តីរីករាយជាដរាបតទៅទំនុកដំកើងចំពុក16ខ11ក្នុងជីវិតនេះមនុស្សភាគច្រើនជ្រើសរើសផ្លូវជោគជ័យយើងចង់ទៅជាមួយអ្នកដែលអាចជួយយើងផ្នែកលុយកាក់ឬអ្នកដែលផ្ដល់ដំបូន្មានល្អៗដើម្បីឲ្យយើងទទួលបានជោគជ័យតែបន្ទាប់មកយើងបែរជាត្រូវខកចិត្តដោយសារការក្បត់ពីអ្នកដែលយើងធ្លាប់ជឿជាក់និងទីពឹងបំផុតនេះហើយជាជីវិតរបស់យើងម្យ៉ាងវិញទៀតមានពួកអ្នកបោកប្រាស់ដែលនៅជុំវិញយើងពួកគេលួងលោមយើងដោយពាក្យសម្ដីដែលយើងចង់ឮបំផុតហើយនាំយើងទៅផ្លូវខុសយើងតែងតែខ្វល់ខ្វាយនិងភ័យព្រួយចំពោះនៅក្នុងចិត្តថាតើយើងគួរជ្រើសរើសផ្លូវណាតើផ្លូវនេះល្អពិតមែនទេតើវាសមស្របនឹងយើងទេយើងតែងតែឈឺក្បាលព្រោះមិនដឹងថាត្រូវសម្រេចចិត្តបែបណាយើងតែងតែភ័យខ្លាចថាចុះបើយើងតាមផ្លូវនេះទៅមិនស្រួលតើនឹងទៅជាយ៉ាងណាការព្រួយបារម្ភអំពីថ្ងៃស្អែកមើលមិនឃើញតែងតែរំខានចិត្តយើងមិនឲ្យសម្រាកបានឡើយឥឡូវនេះយើងត្រូវជ្រើសរើសថាតើត្រូវទៅជាមួយអ្នកណានឹងទៅតាមផ្លូវណាវាមិនមែនជាផ្លូវជោគជ័យទេប៉ុន្តែគឺជាផ្លូវនៃជីវិតវិញវាមិនមែនជាការជ្រើសរើសមនុស្សដែលផ្ដល់ផលប្រយោជន៍ដល់យើងនោះទេប៉ុន្តែត្រូវទៅជាមួយព្រះជាម្ចាស់ដែលគង់នៅជាមួយយើងជានិច្ចទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ